រួមតែមួយបានចាក់ទម្លុះរាងកាយរបស់ Bell បណ្ដាលឲ្យលោកម្ចាស់ពេលគាត់គិតថាគាត់ដោយទទួលបានជោគជ័យរួចទៅហើយស្រាប់តែព្រះអង្គម្ចាស់បានហោះចេញពីកៅអីរថយន្តសេដានវាបានបង្ហាញថាបាវកុងដែលត្រូវបានចាក់វាត្រូវបានធ្វើឡើងដោយលោកគ្រូ Roche វាបង្ហាញថាសូម្បីតែចលនាបញ្ចប់ការប្រកួតនោះក៏คล้ายៗដែរតាមពិតនាងគឺជាសិស្សរបស់ Grain Stick ប្អូនប្រុសបានប្រែក្លាយទៅជា Erlang មេអណ្ដើកមានចរិតចង់ដឹងពេករឿងក្តីត្រូវបានដោះស្រាយហើយអ្នកទាំងពីរមិនអាចយល់ស្របលើអ្វីទាំងអស់ជាច្រើនហើយភ្លាមនោះក៏ចាប់ផ្ដើមប្រយុទ្ធ Erlang មិនអាចប្រៀបផ្ទឹមបាននឹងអណ្ដើកទេអន្តៈត្រូវបានវាយដោយដំបងរបស់ Master Roche ក្មេងនោះត្រូវបានបញ្ជូនឲ្យហោះឡើងលើអាកាសសំណាងល្អណាស់ហើយបង្ហាញរូបរាងដ៏ស្រស់ស្អាតមួយដោយញ័រខ្លួនពួកខ្មៅមួយបានលេចចេញមកជួយសង្គ្រោះពួកគេជីដូនចាស់របស់ខ្ញុំគឺជា Thero Hermit គូប្រជែងដែលចាញ់អាចខ្លាយជាអតីតស្ត្រូវប៉ុន្មានថ្ងៃមុននេះនាងទើបតែលេបថ្នាំរបស់ Kaishua ខ្លឹមសារនិងឈាមរបស់រកបានបង្កើនអំណាចរបស់គាត់តែផ្ញើឲ្យពួកវាក៏ហាចចេញទៅសូម្បីតែវីរបុរសក៏មិនបានស្ថិតក្នុងស្ថានភាពមិនអំណោយផលនោះទេចង់ប្រយុទ្ធជាមួយជីដូនរបស់គាត់រហូតដល់ស្មួយដែលរសាត់បាត់ភ្លាមនោះនាំមកនូវសំណាងដ៏អស្ចារ្យកប៉ាល់ True Slash បានវាយប្រហារទន្លេ Steamfall ដ៏សាហាវរបស់យាយទាញយកអត្ថប្រយោជន៍យាយ River បានចេញទៅហើយអណ្ដើកតូចបានទាញគាត់ត្រូវបានបញ្ជូនទៅខេត្ត Kevin ដែលមានដាវមួយបន្ទាប់ពីដើរពេញមួយថ្ងៃយើងបានមកដល់អាកាសយានដ្ឋានជាក្នុងទីក្រុងដែលស្ថិតនៅក្រោមការបិទគប់អណ្ដើកបាននោះមានអារម្មណ៍អស្ចារ្យពេលនោះហើយវិញ្ញាណត្រីកាប់តូចលោកឡែនកំពុងហោះហើរទៅកាន់ខេត្ត Kevin ពេលនោះខ្ញុំបានឃើញអណ្ដើកតូចកំពុងទាញ Slay វិញ្ញាណត្រីកាប់ស៊ីវលៀនពេលកំពុងបញ្ចេញមន្តអាគមសត្វតូចនោះក៏ត្រូវបានឆេះផងដែរអណ្ដើកនិងសត្វកាប់កំពុងធ្វើចលនាភ្លាមពួកគេបានហោះហើរទៅកាន់ខេត្ត Kevin ហើយប្រកាសណាស់ល្បឿនហោះហើរនៅតែលឿនជាងទោះជាយ៉ាងណាក៏ដោយនៅពេលនេះឆ្នាំពលនៃចលនាបញ្ចង់ពេលដែលគាត់មានចំណងភ្លើភេទខ្លាំងនោះកងសិនស្រីត្រូវបានគេរកឃើញថាខ្សោយខ្លាំងតើកងបានឃើញការបញ្ចេញរបស់កងសិនគាត់ធ្ងន់ខ្លាំងណាស់រហូតដល់គាត់សុំឲ្យគាត់កាត់ក្បាលគាត់ចេញពីស្ថានភាពពិតប្រាកដជាមួយឆ្មាំមានយ៉ាងណាដែរសម្ដីរបស់ប៉ៅកុងបានធ្វើឲ្យកុងស៊ុនស៊ីស្វែងរកថ្នាំបន្សាបយ៉ាងរហ័សប៉ុន្តែមិននឹកស្មានដល់កុងស៊ុនពូដុងបានលុបជង្គង់ចុះលើដីឧត្តមភាពប៉ៅកុងស្ទើរតែថប់ដង្ហើមនឹងពាក្យសម្ដីរបស់ខ្ញុំដកដង្ហើមមិនរួចហើយពេលយប់ចូលមកដល់ខ្ញុំបានសម្លឹងបញ្ចប់ដ៏សាហាវនិងគួរឲ្យខ្លាចមួយបាវបរិសុទ្ធចំណាស់មិនអាចទប់ទឹកភ្នែករបស់គាត់បានទេសម្លេងរបស់នាងញ័រដោយអារម្មណ៍ច្រើនដងជាសំណាងល្អវិញ្ញាណត្រីកាប់ Cherian នឹងប្រសិនបើពួកគេមកដល់ទាន់ពេលវេលាពួកគេអាចព្យាបាលវិញ្ញាណត្រូវបានប្រើដើម្បីសម្លាប់គូប្រកួតយីមីងហេពោពេញដោយល្បិចកលរួមនាងបានប្រើវិញ្ញាណត្រីគោរងសៀវការឈប់ដឹកនាំលោកតាមម្ចាស់អណ្ដើកនៅក្នុងបន្ទប់តូចមួយលោកម្ចាស់រ៉ូស៊ីការបង្កើតរបស់យីមីងហេជាប់គាំងស៊ីវលៀនមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងពេលលើដំណឹងនេះចង់ប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះដើម្បីជួយជីតាដែលមិននឹកស្មានដល់យាយ River បានបញ្ឈប់នាងហើយឥឡូវនេះមានតែឧបសគ្គមួយគឺលោកគ្រូ Roshi ជាប់អន្ទាក់ការវាយប្រហារនេះមានជាតិពុយយ៉ាងខ្លាំងហើយសន្លប់មែនយីមីងហេតាមពិតទៅពួកគេបានប្រញាប់ប្រញាល់ចូលទៅក្នុងខេត្តកៃហ្វេងភ្លាមគាត់បានដាក់ថ្នាំសណ្ដំដ៏មហាននៃរាជវង្សឥឡូវនេះនាងអាចធ្វើអ្វីក៏បានដែលនាងចង់បានដើម្បីស្រូបយកខ្លឹមសាររបស់ប៉ៅជេងជីថៃកំពុងបណ្ដុះបណ្ដាលមន្តអាគមដ៏អស្ចារ្យនៃអាណាចក្រអ្នកនេះសោយរីកលើទាំងភពមនុស្សនិងភពយីមីងហេបានរងចាំដោយអន្ទះសារអស់រយៈពេល3ឆ្នាំប៉ុន្តែនាងបានមើលស្រាលមួយមនុស្សនោះគឺជាវិញ្ញាណត្រីគោរងឈ្មោះស៊ីវលៀននាងមិនបានសន្សំសំចៃការចំណាយឡើយទោះបីជាវាធ្វើការការពាររបស់យាយដោយរាងកាយរបស់គាត់កងជីវពលបានជួយសង្គ្រោះជីតារបស់ខ្ញុំលោកគ្រូ Roshiចៅស្រី Cherian ម្ដងហើយម្ដងទៀតតាមការស្នើសុំនោះលោកម្ចាស់ Roshi បានសម្រេចចិត្តប្រញាប់ទៅជួយសង្គ្រោះបាវកុងនិងមីងយាយគាត់មានទំនុកចិត្តលើជ័យជំនះគាត់រងចាំពេលវេលាដ៏ល្អបំផុតយាយមីងហេរងចាំ10ឆ្នាំហើយមិនអាចរងចាំបានទេគាត់បានធ្វើចលនារបស់គាត់ហើយភ្លាមនោះលោកគ្រូ Roshi បានមកដល់ដើម្បីសង្គ្រោះថ្ងៃនោះរឿងនេះបានរំខានដល់ផែនការរបស់យាយមីងហេជាមួយនឹងអណ្ដើកយុទ្ធធម៌មានវត្តមានទន្លេមីងផែនការរបស់ជីដូនមិនដែលបានសម្រេចឡើយច្បាប់ត្រូវបានអនុវត្តដែលអាចនាំមកនូវយុទ្ធធម៌ខ្លាំងណាស់មិនថាយ៉ាងម៉េចទេដូច្នេះយើងនឹងកម្ចាត់លោកម្ចាស់ Roshi នៅថ្ងៃនេះដែរបន្ទាប់មកមនុស្សអណ្ដើកនិងអារក្សគាត់បានធ្វើចលនាមួយកម្លាំងរបស់លោកគ្រូ Roshi កាលពីអតីតកាលយាយមីងហេក៏ពូកែដូចគាត់ដែរប៉ុន្តែចាប់តាំងពីជីដូនបានស្រូបយកបន្ទាប់ពីខ្លឹមសាររបស់ Kaishua ញើច្បាប់ដោយមានកម្លាំងកើនឡើងយ៉ាងខ្លាំងអំណាចប្រយុទ្ធក៏ផ្ទុះឡើងជាទូប្រជែងរបស់នាងទៀតហើយតែដូចជាជីដូនហ៊ាននឹងកម្ចាត់ចោលក្នុងរាជការរបស់លោកគ្រូ Roshi ជាសំណាងល្អការតាំងពីពណ៌បានភ្ញាក់ពីដំណេកទាន់ពេលវេលាហើយបានមកដល់ដើម្បីការវាយប្រហារដ៏សាហាវរបស់ជីដូនដោយសារតែយ៉ានយ៉ាវបានលេបត្រីគោរងគុកខ្សឹងវិញ្ញាណរបស់ត្រីដែលប្រើរួចជំនាញដាវ